សូមលំអោនកាយថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់នៃយើងរាល់គ្នាគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនបុត្រាបុត្រីនៃព្រះជាទីស្រឡាញ់នៅថ្ងៃនេះទៀតខ្ញុំបាទសូមនាំយកនៅអត្ថបទព្រះបន្ទូលព្រះអង្គនៅក្នុងព្រះគម្ពីរយូហានជំពូក1យើងនឹងរីករាយស្ដាប់ជាមួយគ្នាពីខ1ដល់ខ18នៅក្នុងអត្ថបទព្រះបន្ទូលនេះបាននិយាយប្រាប់យើងពីព្រះយេស៊ូវគ្រីស្ទជាអ្នកណាតើពេលដែលយើងបានទទួលជឿព្រះអង្គតើយើងនឹងត្រឡប់ទៅជាអ្វីដូច្នេះសូមឲ្យលោកអ្នកបងប្អូនបុត្រាបុត្រីនៃព្រះទាំងអស់គ្នាបានរីករាយស្ដាប់ជាមួយនឹងខ្ញុំបាទនឹងអានជូនការដើមដំបូងឡើយមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះទ្រង់គង់នៅជាមួយនឹងព្រះតាំងពីដើមមកគ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប៉ុន្មាននោះគ្មានអ្វីណាមួយដែលកើតក្រៅពីទ្រង់ឡើយនៅក្នុងទ្រង់មានជីវិតហើយជីវិតនោះជាពន្លឺដល់មនុស្សលោកពន្លឺនោះបានភ្លឺមកក្នុងសេចក្តីងងឹតតែសេចក្តីងងឹតយល់មិនដល់ពន្លឺទេមានមនុស្សម្នាក់ឈ្មោះយូហានតែព្រះបានចាត់ឲ្យមកអ្នកនោះបានមកសម្រាប់ជាទីបន្ទាល់ដើម្បីធ្វើបន្ទាល់ពីពន្លឺប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿដោយសារគាត់មិនមែនជាពន្លឺនោះទេគឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះឯពន្លឺដ៏ពិតនោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ដែលកើតមកក្នុងលោកីទ្រង់បានគង់ក្នុងលោកីហើយលោកីក៏បានកើតមកដោយសារទ្រង់តែមិនស្គាល់ទ្រង់ទេទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់តែរាជទ្រង់មិនបានទទួលទ្រង់សោះប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យត្រឡប់ជាកូនព្រះគឺជាកូនដែលមិនមែនកើតមកពីឈាមឬតាមប្រាថ្នាខាងរូបសាច់ឬតាមចំណង់នៃមនុស្សឡើយគឺជាកូនដែលកើតអំពីព្រះវិញព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាមហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នាបានឃើញសេរីល្អទ្រង់គឺជាសេរីល្អនៃព្រះរាជបុត្រាតែមួយដែលមកពីព្រះវរបិតាមានពេញជាព្រះគុណនិងសេចក្តីពិតឯយូហានបានធ្វើបន្ទាល់ពីទ្រង់ដោយពន្លឺឧទានឡើងថាគឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថាព្រះអង្គដែលយាងមកក្រោយខ្ញុំទ្រង់បានត្រឡប់ជាមុនខ្ញុំវិញត្បិតទ្រង់គង់នៅមុនខ្ញុំហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោពេញរបស់ទ្រង់មកគឺជាព្រះគុណថែមលើព្រះគុណផងត្បិតបណ្ដាក្រឹតវិន័យទាំងប៉ុន្មានបានប្រទានមកដោយសារលោកម៉ូសេតែឯព្រះគុណនិងសេចក្តីពិតនោះបានមកដោយសារព្រះយេស៊ូវគ្រីស្ទវិញគ្មានអ្នកណាឃើញព្រះឡើយមានតែព្រះរាជបុត្រាតែមួយដែលគង់នៅក្នុងឱរាព្រះបិតាប៉ុណ្ណោះទ្រង់បានសម្ដែងឲ្យស្គាល់ព្រះអង្គអរគុណព្រះអង្គនេះជាព្រះបន្ទូលបានបញ្ជាក់ថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដ៏ពិតដែលយាងពីឋានសួគ៌មកយកនិស្ស័យជាមនុស្សនៅលើផែនដីដើម្បីសង្គ្រោះដល់រាជរបស់ទ្រង់បានមកគង់ក្នុងផែនដីរបស់ទ្រង់ដែលទ្រង់បានបង្កើតប៉ុន្តែមនុស្សលោកអត់បានទទួលស្គាល់ទ្រង់ទេប៉ុន្តែអស់អ្នកណាដែលទទួលស្គាល់ព្រះអង្គជឿលើព្រះអង្គព្រមទទួលជឿថាព្រះអង្គគឺជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីព្រះអង្គបានប្រទានអំណាចឲ្យគេត្រឡប់ទៅជាកូនព្រះលោកអ្នកបងប្អូនយើងទាំងអស់គ្នាយើងបានទទួលអំណាចឲ្យត្រឡប់ទៅជាកូនព្រះតែមានអំណាចលើអំពើលើវិញ្ញាណអាក្រក់លើខ្មោចព្រាយបិសាចអារុកអរិយអ្នកតាគ្រប់បែបយ៉ាងពេលដែលយើងបានទទួលព្រះអង្គបានប្រទានអំណាចនោះនៅជាមួយកូនព្រះអង្គដែលស្រឡាញ់ដែលគោរពដែលកោតខ្លាចដែលប្រតិបត្តិត្រឹមត្រូវទៅតាមព្រះបន្ទូលของព្រះរស់នៅត្រឹមត្រូវទៅតាមបញ្ញត្តិរបស់ព្រះអង្គរស់នៅខ្ជាប់ខ្ជួនក្នុងសេចក្តីអធិដ្ឋានក្នុងការប្រព្រឹត្តតាមនៃសេចក្តីបង្រៀនរបស់ព្រះអង្គបានប្រទានអំណាចឲ្យគេឈ្នះគ្រប់ទាំងវិញ្ញាណអាក្រក់គេអាចប្រោះជំងឺគេអាចបណ្ដេញវិញ្ញាណអារក្សសាតាំងគេអាចនឹងធ្វើការអស្ចារ្យជាច្រើននៅក្នុងជីវិត
តែតាមសេចក្តីសន្យារបស់ព្រះអង្គប្រទានឲ្យគេពេលដែលគេត្រឡប់ទៅជាកូនព្រះអង្គដូច្នេះអរគុណព្រះអង្គក្នុងនាមយើងទាំងអស់គ្នាដែលជាកូនព្រះអង្គសូមឲ្យយើងបានរស់នៅសម្រេចទៅតាមផែនការរបស់ព្រះតែព្រះអង្គចង់ឲ្យយើងនាំនៅសេចក្តីសង្គ្រោះប្រាប់ទៅដល់មនុស្សដែលជាស្នាមរបស់ព្រះអង្គអំពីព្រះអង្គថាទ្រង់ជាព្រះដ៏ពិតតែមួយគត់ដែលបង្កើតពិភពលោកទាំងមូលនេះហើយឲ្យគេបែរទៅរកព្រះអង្គពេលណាគេទទួលព្រះអង្គគេនឹងទទួលនៅជីវិតអស់កលជានិច្ចនៅឯនគរឋានសួគ៌គេនឹងទទួលអំណាចពីព្រះអង្គត្រឡប់ទៅជាកូនទ្រង់ដែលមានបជាស្ដាដែលអាចឈ្នះគ្រប់ទាំងវិញ្ញាណអាក្រក់នៅលើផែនដីនេះមិនថាអ្នកមានអ្នកក្រអ្នកដែលមានវណ្ណៈធំយ៉ាងណានោះទេបើគេគ្មានព្រះអង្គគេនៅក្រោមអំណាចអរិយសាតាំងអាចធ្វើទុកបុកម្នេញគេនៅពេលណាក៏បានដែរប៉ុន្តែសម្រាប់លោកអ្នកបងប្អូនហើយនឹងខ្ញុំពេលដែលយើងបានទទួលព្រះអង្គពេលដែលយើងបានយាងព្រះអង្គគង់ជាមួយយើងហើយព្រមជឿថាព្រះអង្គជាព្រះអង្គបានប្រទានអំណាចយើងឈ្នះលើឧបទ្រពចង្រៃវិញ្ញាណអាក្រក់អំពើអំពាត់មុនអាគមខ្មោចព្រាយបិសាចហើយបើសិនជាលោកអ្នកបងប្អូនហើយនឹងខ្ញុំរស់នៅដោយត្រឹមត្រូវទៅតាមព្រះបន្ទូលរបស់ព្រះអង្គនឹងការពារជីវិតនៅលើផែនដីរបស់លោកអ្នកបងប្អូនគ្រួសារលោកអ្នកបងប្អូនមានសុវត្ថិភាពមានសេចក្តីសុខសាន្តមានអំណររស់នៅស្កប់ចិត្តនឹងអ្វីដែលមានរស់នៅដោយមានសង្ឃឹមរស់នៅដោយមានសេចក្តីស្រឡាញ់ហើយចេះចែករំលែកនៃក្តីស្រឡាញ់នោះទៅដល់អ្នកដទៃទៀតដូច្នេះសូមឲ្យលោកអ្នកបងប្អូនបានរស់នៅសមជាសន្តានជាបុត្ររបស់ព្រះរស់នៅបង្ហាញលក្ខណៈของព្រះជាពន្លឺដល់លោកីឲ្យគេឃើញព្រះអង្គទាំងអស់គ្នាសូមឲ្យបុត្រាបុត្រីព្រះអង្គនៅគ្រប់ទិសទីគ្រប់ទីកន្លែងទាំងអស់បានរស់នៅបង្ហាញឲ្យគេឃើញលក្ខណៈของព្រះអង្គយើងកុំជជែកគ្នាយើងកុំឆ្លោះគ្នាយើងកុំចែកបកពួកយើងកុំប្រកាន់ក្រុមប្រកាន់និកាយយើងទាំងអស់គ្នាត្រូវតែរួមគ្នាដើម្បីនាំប្រជាជាតិយើងឲ្យគេបានទទួលសេចក្តីសង្គ្រោះរំដោះគេចេញពីនឹមរបស់អរិយសាតាំងហើយយើងមិនបាច់ខំស្រាវជ្រាវថាឋានសួគ៌មានប្រមាណជាន់ឋាននរកមានប្រមាណជាន់ព្រះអង្គកើតថ្ងៃណាសក្ដិថ្ងៃទីប្រមាណឆ្នាំប្រមាណទេអ្វីដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំគួរធ្វើគឺយើងត្រូវតែប្រកាសដំណឹងល្អពីសេចក្តីសង្គ្រោះរបស់ព្រះហើយព្យាយាមរំដោះមនុស្សដែលកំពុងតែនឹមអរិយបានសង្កត់ទៅលើជីវិតពួកគេម្នាក់មិនឲ្យគេឃើញពន្លឺដ៏ពិតនៃព្រះយើងមិនអាចសោកយំគេក្នុងការដែលគេគោរពអ្វីផ្សេងតែយើងអាណិតគេព្រោះគេអត់ស្គាល់សេចក្តីពិតដូច្នេះយើងត្រូវតែរួមគ្នាសូមកុំប្រកាន់ក្រុមសូមជួយដល់អ្នកដែលខ្វះខាតទោះបីនៅក្នុងនិកាយណាក្រុមណាយើងដឹងថាយើងជាបុត្រារបស់ព្រះទាំងអស់គ្នាជាបងប្អូនគ្នាត្រូវតែជួយគ្នាស្រឡាញ់គ្នាហើយចែករំលែកនៅអ្វីដែលយើងមានក្នុងការបម្រើព្រះអង្គជាមួយគ្នាសូមអរគុណសូមព្រះបានប្រទានពរ